រៀបគេងពេលថ្ងៃហ្នឹងគាត់និយាយថាចង់ញ៉ាំមីស៊ុបសាច់គោដល់ពេលងើបឡើងឃើញម៉ឺនុយដែលគេចង់បានហ្នឹងគឺថាបួងយកចឹងហ្មងហើយបងអាចស្ដាប់ feedback របស់គេបានណាគឺតែ feedback ប៉ុណ្្នឹងហើយគឺថាអ្នកធ្វើមិនចេះហត់តែម្ដងសម្រាប់មីដែលអូនញ៉ាំថ្ងៃនេះហ្នឹងគឺជាប្រភេទមី organic care to you ដែលផលិតចេញពីគ្រាប់ឈាលហើយនិងបន្លែខាលអាចញ៉ាំបានចាប់ពីអូនអាយុ2ឆ្នាំឡើងទៅសម្រាប់គ្រឿងកាត់ក្លិនឆ្អាបឆ្ងាញ់គឺខ្ញុំប្រើម្សៅខ្ទឹមសហើយទឹកស៊ុបគឺខ្ញុំអត់មានទឹកស៊ុបថ្លាទេខ្ញុំប្រើស្បែកស្រាយនេះដើម្បីរំងាស់ទឹកស៊ុបតែម្ដងហើយឯម្សៅអង្ករនេះគឺប្រើលាយជាមួយនឹងសាច់គោដើម្បីឲ្យសាច់យើងទន់ប្រេងល្ងនេះក៏ដូចគ្នាហើយនេះគឺជាតួឯកសម្រាប់ធ្វើឲ្យទឹកស៊ុបយើងមានរសជាតិឈ្ងុយឆ្ងាញ់គឺដុំស៊ុបអាជីណូម៉ូតូរសជាតិសាច់មាន់ដំបូងឡើយគឺខ្ញុំលាយគ្រឿងសាច់គោដើម្បីទុកវាមួយឡែកឲ្យចូលជាតិសិនខ្ញុំលាយប្រេងល្ងម្សៅខ្ទឹមសម្សៅអង្ករហើយក៏មានម្សៅស៊ុបបន្តិចដែរដើម្បីឲ្យសាច់គោយើងរៀងមានជាតិឆ្ងាញ់ច្របល់ឲ្យម្សៅស៊ុបម្សៅអង្ករហើយនិងសាច់គោយើងនឹងចូលជាតិគ្នាទៅហើយទុកវាមួយឡែកឥឡូវយើងមកមើលរបៀបលាងសម្អាតស្បែកស្រាយរបស់យើងស្បែកស្រាយនេះមានកម្ទេចសនៅជាប់នៅលើហ្នឹងមិនមែនដុះផ្សិតទេណាបងជាកម្ទេចអ៊ូម៉ាមីដែលបានមកពីបាតសមុទ្រសម្បូរទៅដោយជាតិអ៊ីយ៉ូតនិងកាល់ស្យូមខ្ពស់ហើយរបៀបលាងសម្អាតបងធ្វើដូចខ្ញុំអញ្ចឹងគ្រាន់តែលាងកវីវាបន្តិចទៅបានហើយមិនបាច់ទៅដោះវាខ្លាំងទេក្រោយពីលាងហើយយកទៅត្រាំជាមួយនឹងទឹកស្អាតរយៈពេល10នាទីទៀតទើបយកមកដាំរំងាស់ត្រង់កន្លែងនេះគឺខ្ញុំថែមទឹកមួយចានទៀតដោយសារឃើញរៀងតិចពេកត្រង់កន្លែងនេះគឺខ្ញុំបន្ថែមការ៉ុតចូលទៅតាមក្រោយបងបាច់ឆ្ងល់ទេថាថៃបានវីដេអូហ្នឹងដាក់ដុបម៉េះដោយសារអ្នកញ៉ាំហ្នឹងនឹងអង្គុយជាប់ខ្លួនហ្នឹងឯងហើយស្បែកស្រាយបងរំងាស់15នាទីឃើញថាវាឡើងក្របអញ្ចឹងវាអស់ជាតិហើយបងបាច់ទុកវាទៀតទេស្រង់វាចេញមកបន្ទាប់មកខ្ញុំដាក់មីចូលហើយខ្ញុំក៏ដាក់សាច់គោដែលជាដុំតូចចឹងដែរអត់ដាក់ទៅចូលម្ដងទាំងអស់ហ្មងឲ្យខ្លាចវាកកដុំទៅពិបាកនៅក្នុងការញែកវាដដែលទេនិយាយទៅកម្រងសាច់គោដំបូងឡើយគឺមិនអញ្ចឹងទេគឺគិតថាត្រូវពូនវាឲ្យមូលឲ្យស្អាតប៉ុន្តែដោយសារអ្នកញ៉ាំនឹងនៅជាប់នឹងធ្វើអីក៏អត់ចេញដែរកន្លែងដាក់មីក៏អត់បានថតឲ្យបងឥឡូវហើយបាត់ដួសដាក់ចានទៅហើយសម្រាប់ម៉ឺនុយមួយនេះអូនមកខូបឡើងក៏អាចញ៉ាំបានដែរបងគ្រាន់តែដូរប្រភេទមី organic care to you ហ្នឹងក៏មានសម្រាប់អូនមកខូបញ៉ាំបានដែរហើយសម្រាប់គ្រឿងទេសទាំងអស់ហ្នឹងគឺអូនមកខូបឡើងប្រើបានទាំងអស់បងបើសិនជាចង់បានអាចឆាតចូលផេកគ្រឿងទេសកុមារ NSP បានណាអរគុណច្រើន